បងប្អូនជាខ្មែរខ្ញុំឈាមជ័រជាខ្មែរដូចគ្នានៅពេលដែលអ្វីដែលប៉ះពាល់ដល់កម្មករដល់ឆ្នាំងបាយដល់អីប្រជាពលរដ្ឋនៅស្រុកខ្មែរគឺវាឈឺចាប់ដល់ខ្ញុំដែរព្រោះដោយសារអីបងប្អូនខ្វះខាតស្រាប់ហើយតែពេលគេរឹបសេដ្ឋកិច្ចរឹបអីដាក់ទណ្ឌកម្មសេដ្ឋកិច្ចអីវាអត់ស្លាប់ក្រុមគ្រួសារត្រកូលហ៊ុនទេវាអត់ស្លាប់ក្រុមគ្រួសារឯកឧត្តមរដ្ឋលេខាធិការដែលឡើងតាមជើងខោឬក៏ជើងស្អីនោះទេវាអត់ទេវាស្លាប់តែបងប្អូនប្រជាពលរដ្ឋដែលរកព្រឹកខ្វះល្ងាចខ្ចីមីក្រូហិរញ្ញវត្ថុគ្រប់កន្លែងហ្នឹងឯងដែលស្លាប់ហើយនៅពេលដែលគេនិយាយពីការផ្ដាច់ GSP អីឬក៏មិនថាតាន់ផ្ដាច់ទេគាត់និយាយថា GSP នឹងយ៉ាងម៉េចដែរហ្នឹងខ្ញុំបុកពុភឹបព្រោះ GSP យើងតាំងពី2019មកគេអត់តាន់ឲ្យយើងវិញផងហ្នឹងប្រហែលឆ្នាំហើយបងប្អូន7ឆ្នាំហើយនៅពេលដែលគេនិយាយរឿងនេះភ្លាមគឺធ្វើឲ្យខ្ញុំគិតថាបរដ្ឋាភិបាលពិតជាស្រឡាញ់ប្រជាពលរដ្ឋយកចិត្តទុកដាក់ដោយពាក្យគាត់ថារាល់ថ្ងៃថាគេមិនមែនស្រឡាញ់ជាតិតិចជាងអស់លោកនៅខាងក្រៅឬក៏ពួកប្រឆាំងនឹងទេគេស្រឡាញ់ជាតិច្រើនជាងអស់លោកផងអីអញ្ចឹងណាបើសិនជាអស់លោកពិតជាប្រកាន់ពាក្យសច្ចៈយុត្តិធម៌ហើយស្រឡាញ់បុណ្យស្រឡាញ់បាបជឿនៅពាក្យពិតក្នុងភាពជាអ្នកដឹកនាំមែនណាអស់លោកគួរតែនាំគ្នាកែប្រែឲ្យឆាប់ការតាមដែលអាចធ្វើទៅបានជាពិសេសគឺស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនឹងតែម្ដងដោយសារអីGSP ហ្នឹងបើសិនជាគេដកទៀតគឺយើងដឹងតែរងចាប់ណាជាការពិតឯងមេដឹកនាំគាត់ច្បាស់ជាមិនជឿចាប់ហើយមិនត្រឹមតែមិនជឿចាប់ទេផ្កើនដាក់គេទៀតនឹងមកថាផ្ដាច់ឲ្យអស់តែម្ដងទៅវាមិនងាប់ទេគេធ្លាប់ហូបក្ដួចផងបានប៉ុណ្ណឹងហើយបានអីចង់បានអីទៀតកុំខ្ចីដង្ហើមបរទេសដកយើងមិនអាចទៅធ្វើការជាមួយនឹងបរទេសណាមកជន់ក្បាលខ្មែរខ្ចីដង្ហើមណែឯងដកទេយើងជាខ្មែរយើងត្រូវខែងរែងយើងត្រូវមានមោទនភាពយើងអាចរស់ប៉ុណ្ណេះបានហើយប្រទេសអភិវឌ្ឍមកកណោហើយហេតុអីក៏អភិវឌ្ឍបន្តដោយមិនខ្ចីដង្ហើមណែឯងដកមិនបានយើងមិនអាចនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងនាមការដែលចាប់ដៃជន់ជើងឬក៏យកសម្ពាធស្អីយកមកដាក់នៅក្នុងរដ្ឋអធិបតេយ្យអីចឹងទេបាទនេះមិនមែនពាក្យខ្ញុំទេគឺជាភាសារបស់មេដឹកនាំខ្មែរយើងបងប្អូនសំណាងណាសំណាងបានមេដឹកនាំដែលគិតគូរអំពីភាពខែងរែងរបស់ប្រទេសជាតិយើងមិនលុះក្រោមអំណាចអធិបុលបរទេសមិនខ្ចីដង្ហើមណែឯងដកអីលក្ខនឹងលក្ខគឺថាយើងស្ដាប់ទៅគឺគួរឲ្យមានមោទនភាពព្រឺសបល់ដែលមេដឹកនាំយើងក៏ល្អម្ល៉េះគឺថាគិតគូរជាតិយើងសម្បើមប៉ុន្តែនេះគឺជានយោបាយជាសារប្រជាពិធសុតសាទបងប្អូននៅពេលដែលស្រែកអញ្ចឹងគឺដូចសាដាមហ៊ូសេនអញ្ចឹងសាដាមហ៊ូសេននៅពេលដែលគេវាយចូលបាក់ដាដកាលពីសម័យកងទ័ពសម្ព័ន្ធមិត្តវាយចូលដល់បាក់ដាដហើយគឺក្រុមអ្នកនាំពាក្យរបស់គាត់អ្នកដឹកនាំរបស់គាត់ហ្នឹងគឺថាណែឯងមកណែឯងនឹងកាយកប់សពណែឯងនៅក្នុងភ្នោខ្មោចនៅក្នុងប្រទេសនេះអីលក្ខនឹងលក្ខហើយគឺថាពួកយើងនឹងតតាំងមិនទៅណាប៉ុន្តែរត់អស់ហើយនៅលើកគឺពីក្នុងរូងមកនិយាយឯនៅពេលដែលស្រែកថាតតាំងហ្នឹងគឺគេរត់ចោលភូមិអស់ហើយនៅតែគាត់ទេដែលពីគង់ពុតព្រៃណាមួយមកក៏ស្រែកដូច្នេះចុងក្រោយតែប្រហែលម៉ោងក្រោយគាត់ស្រែកហ្នឹងគឺទីក្រុងបាក់ដាដទាំងមូលគឺស្ថិតក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធមិត្តហើយទាហានរបស់របបផ្ដាច់ការរបស់សាដាមហ៊ូសេនរត់ខ្ចាត់ខ្ចាយហើយសាដាមហ៊ូសេនហ្នឹងទៅពូនក្នុងរូងភ្នំក្រោមដីមកប្រឡោះខ្លួនណារហូតដល់អាមេរិកចាប់បានអញ្ចឹងទៅដូច្នេះការពិតទៅនយោបាយប្រជាពិធធ្វើបានច្រើនឆ្នាំប្រជាពលរដ្ឋលោកស៊ំអស់ហើយលោកគ្មានចង់បានស្អីក្រៅតែពីកុំឲ្យគេដាក់ទណ្ឌកម្មអីព្រោះតែដាក់ទណ្ឌកម្មទៅវាអត់ត្រូវក្បាលអស់លោកទេវាត្រូវតែក្បាលប្រជាពលរដ្ឋឆ្លូតត្រង់នឹងឯងហើយឥឡូវ GSP បើយើងមើលអត់តន់ច្បាស់លាស់ហើយស្ថានភាពយើងអត់ប្រែប្រួលហើយយើងទៅសង្ឃឹមយ៉ាងម៉េចយើងគិតថាគេឲ្យ5 6ឆ្នាំហើយតែមិនមែន6ឆ្នាំ2019មក6ឆ្នាំហើយរស់បានហេតុអីក៏ចាំបាច់ពឹងអីទៀតបងប្អូននៅពេលនេះយើងត្រូវការជំនួយគេច្រើនណាត្រូវការច្រើនមែនតើយើងจะពាក់គេវាន់កកសេដ្ឋកិច្ចយើងចាប់ផ្ដើមយ៉ាប់មែនតើហើយបញ្ហាដីធ្លីលក់ក៏មិនចេញស្អីក៏មិនចេញจะពាក់គេរុំសួតរត់កាន់តែខ្ចីបំណុលគេកាន់តែច្រើនវិនិយោគិនអត់មកហើយរឿងយើងអាស្រូវគ្រប់រឿងតែយើងអត់ព្រមរើខ្លួនសោះដើម្បីសម្អាតលាងផ្លូវដើម្បីឲ្យទៅរកផ្លូវបវររុងរឿងហ្នឹងវាអត់មានអញ្ចឹងតើលោកចង់បានអីអស់លោកចង់បានអីថ្ងៃហ្នឹងអញ្ចឹងរឿង GSP នេះគឺសហរដ្ឋអាមេរិកក៏បានចោទជាសំណួរសួរនាំរឿងនឹងដែរហើយខ្ញុំជឿថាអាមេរិកចង់ក្រសួងការបរទេសអាចចាប់អារម្មណ៍នឹងរឿងហ្នឹងហើយរឿងនេះគឺមិនសូវជាល្អប្រហែលនេះសម្រាប់ប្រទេសកម្ពុជានៅក្នុងន័យថាបើគេដាក់ទណ្ឌកម្មគឺយើងនឹងលំបាកកាន់តែខ្លាំងហើយបងប្អូនកម្មករកាត់ដេររោងចក្រអីហ្នឹងតើនឹងវេទនាយ៉ាងម៉េចហើយគេនឹងច្បាស់ហើយសារនយោបាយរបស់គេនឹងគេនឹងស្កាត់ហើយទៅពួកអាខ្មែរប្រហែលក្បាលនៅបរទេសហ្នឹងគឺថាវានាំគ្នាមកបុកឆ្នាំងបាយខ្មែរណាវាមួយថ្ងៃវាទៅជួបមន្ត្រីការបរទេសឬក៏ស្អីគេហ្នឹងវាអត់ដែលបានរកដំណោះស្រាយសុខសន្តិភាពឲ្យយើងវាមកតែរៅឆានបំផ្លាញសេចក្តីសុខសេមខ្សានរបស់យើងណាដុតឆ្នាំងបាយកម្មករចោលហើយអញ្ចឹងពួកហ្នឹងជាពួកទៀមពួកជននិយមពួកកាប់មុខអីឡាហ្នឹងឡាសារហ្នឹងនឹងចេញម្ដងហើយម្ដងទៀតបងប្អូននឹងលឺអញ្ចឹងជាដដែលហើយឥឡូវអត់សូវមានអាស៊ីសេរីអត់មាន VOA ផ្សាយទៀតបានដៃគេមកទំហឹងហ្មងគឺថា
ស្ដាប់តែភាសាចម្រៀងបដិវត្តរបស់គេតែម្ដងតែការពិតគឺវាមិនមែនអញ្ចឹងទេបងប្អូននៅខ្មែរអត់មានណាបោកឆ្នាំងបាយខ្មែរទេគឺរដ្ឋាភិបាលអ្នកដឹកនាំស្រុកខ្មែរសប្តាហ៍ថ្ងៃទេដែលផ្កាប់ឆ្នាំងបាយចោលដោយផ្កើនដាក់គេដោយសារតែការរំលោភសិទ្ធិមនុស្សនៅប្រជាធិបតេយ្យមានតែប៉ុណ្្នឹងហើយកុំទៅចោទគេហើយបងប្អូនខ្មែរទៅជួបរដ្ឋមន្ត្រីមន្ត្រីការបរទេសពេលនេះគឺមានអីគាត់ទៅលើកពីសំណុំពររបស់ខ្មែរនៅក្នុងស្រុកដែលគ្នាមិនហ៊ាននិយាយហ្នឹងមានតែណាមកនិយាយពាក្យខ្លួនគេនិយាយតែពាក្យបងប្អូនខ្មែរយើងដែលចោះឈ្មោះមកដែលផ្ដាំផ្ញើមកថាគួរតែប្រាប់គេផងហាបញ្ហាទាំងអស់ហ្នឹងមានថ្នាក់ផ្លែកអីបញ្ហាដែលកើតឡើងមកអាយុហើយនឹងអត់មានអីមកជប់ពីឋានប្រអិនណាផងគាត់ថាយើងមិនដោះស្រាយអញ្ចឹងវាដល់ល្មមពេលហើយរដ្ឋាភិបាលកម្ពុជាគឺខ្ញុំជឿថាតិចទៀតទៅក្រសួងការបរទេសអាមេរិកគឺនឹងដាក់ចេញជាគោលនយោបាយព្រោះអីតុកមូលនេះមិនមែនជាលើកចុងក្រោយទេជាចំណុចចាប់ផ្ដើមនៅក្នុងការជជែកបន្តទៀតហើយខ្ញុំជឿថាជាលទ្ធផលគួរឲ្យជាទីមោទនៈដោយសារអីក្រសួងការបរទេសក៏លើកឡើងអំពីការគម្រាមកំហែងឆ្លងដែនដែរដូច្នេះចំណុចដែលចាប់អារម្មណ៍គឺចំណុចទណ្ឌកម្មសេដ្ឋកិច្ចចំណុចរំលោភបំពានគម្រាមបងប្អូនយើងរហូតដល់ឆ្លងដែនកម្ពុជាទៅប្រទេសកូរ៉េប្រទេសជប៉ុនឬដល់សហរដ្ឋអាមេរិកឬដល់ថៃអីផងហ្នឹងអាហ្នឹងក៏ជាសារដែលគេយកចិត្តទុកដាក់ហើយវាសមនឹងអ្វីដែលតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកកំពុងតែតាក់តែងច្បាប់ស្តីអំពីការប្រយុទ្ធប្រឆាំងការគំរាមកំហែងឆ្លងដែនដែរអញ្ចឹងបើអស់លោកនៅតែបន្តធ្វើអ្វីដែលអស់លោកនៅកំពុងតែធ្វើជាការពិតហើយគឺជាការផ្ដាល់ដងដាវឲ្យមន្ត្រីអ្នកពង្រឹងការអនុវត្តច្បាប់ឬក៏រៀបចំគោលនយោបាយហ្នឹងមានហេតុផលគ្រប់គ្រាន់ដើម្បីធ្វើគោលនយោបាយដាក់គៀបសង្កត់ដល់រដ្ឋាភិបាលកម្ពុជាឲ្យកែប្រែតែប៉ុណ្្នឹងឯងដូច្នេះវាជាសារដើម្បីឲ្យអស់លោកយកទៅដោះស្រាយមិនមែនជាពេលវេលាដើម្បីយកមកជេរបតិចផ្ដាសាឬក៏ថាគេអ្នកទៅរាយការណ៍ប្រាប់ក្រសួងការបរទេសថាជាអ្នកក្បត់ជាតិឬក៏ពួកក្រុមជ្រុលនិយមបោកឆ្នាំងបាយប្រទេសកម្ពុជានៅអត់ទេតាមពិតគួរអរគុណបងប្អូនខ្មែរយើងទាំងអស់នោះទៅខ្ញុំថាពួកគាត់នឹងបានជួយជាតិច្រើនមែនតើកុំឲ្យគេជាសេះលែងដៃយើងមើលអ្នកខ្លះគ្នាខំចំណាយលុយកប៉ៅឯងសុតសាតជិះយន្តហោះទៅរដ្ឋធានី Washington ដើម្បីចូលរួមប្រជុំរៀបចំកិច្ចពិធីហ្នឹងសូម្បីតែពិធីហ្នឹងក៏ធ្វើសិទ្ធិក្រុមស្ម័គ្រចិត្តមកទាំងអស់ហើយបងប្អូនចូលរួមនោះអត់មានកម្រៃមានអីហើយជាតិមួយប៉ុណ្ណានៃបងប្អូនធ្វើដោយអត់មានកម្រៃផងតើវាតម្លៃហ្នឹងវាប៉ុណ្ណាគឺកាត់ថ្លៃមិនបានទេបងប្អូនព្រោះអីយើងមើលរដ្ឋាភិបាលដែលគេឲ្យប្រាក់ខែស៊ីរាល់ថ្ងៃនេះដើម្បីយកទៅដោះស្រាយបញ្ហាជាតិផ្ទុយទៅវិញយកប្រាក់ខែរាជយកទៅហើយនាំគ្នាបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានន័យថាយកលុយរបស់រាជដែលជាជនរងគ្រោះទៅបំផ្លាញសេចក្តីសុខរបស់ជនរងគ្រោះតើវាអយុត្តិធម៌ប្រមាណកលៈទៀតទៅហើយបងប្អូននៅក្រៅមានណាស្ម័គ្រចិត្តគ្រប់គ្នារៃលុយគ្នាបើទិញបាយកញ្ចប់ហូបទៅដើម្បីអីទៅជួបគេនិយាយពីរឿងជាតិបងប្អូនគួរឲ្យអាសូរខ្មាស់អៀនពួកគាត់ផងដូចថាខំតស៊ូវិចបាយទៅគ្រប់កន្លែងដែលចង់បានអីហ្នឹងគាត់ទៅចង់ធ្វើជានាយករដ្ឋមន្ត្រីស្អីទៅធ្វើជាអនុរដ្ឋលេខាធិការឬរដ្ឋលេខាធិការណាបានកម្មកសេះអីអស់លោកទៅឲ្យតែជាអៀតក្រសួងហ្នឹងសប្ងៃហ្នឹងប្រជ្រៀតគ្នាកន្លែងមួយរកកៅអីអង្គុយមិនបាននាំគ្នាយកតែប្រាក់ខែយកទៅចាយបំផ្លាញគេបានប្រយោជន៍អីទេហើយដល់ពេលរឿងធំអស់លោកឲ្យស្ងាត់ឈឹងតាមឲ្យតាមរដ្ឋាភិបាលអាហ្នឹងគឺជាកម្មពៀដែលអស់លោកប្រព្រឹត្តទៅខ្ញុំមិនដឹងថាអស់លោកទូរ៉េតយកបានយូរប៉ុណ្ណាខ្ញុំថាហែលឆ្លងទឹកភ្នែកប្រជាពលរដ្ឋមណ្ឌកហើយចិត្តតែអបអរហើយចិត្តតែហៃអើនាំគ្នាតែប្រឡប់រហូតឥឡូវខ្ញុំមិននិយាយបំភ័យនិយាយស្អីទេនេះគឺជាកិច្ចការស្មោះត្រង់តាមផ្លូវច្បាប់និងអហិង្សាដែលបងប្អូនតស៊ូមតិហើយអរគុណក្រសួងការបរទេសទៅដែលគេនៅតែមានវេទិកាដើម្បីជួបបងប្អូនហើយនេះគឺដូចខ្ញុំនិយាយចឹងថាជាចំណុចចាប់ផ្ដើមមានចំណុចច្រើនទៀតណាស់ដែលបងប្អូននឹងអាចនឹងជជែកជាមួយក្រសួងការបរទេសដើម្បីដោះស្រាយបញ្ហាហ្នឹងបើទោះបងប្អូនលើកឡើងថាជំរើសនៅក្នុងការដាក់សម្ពាធសេដ្ឋកិច្ចខ្ញុំជឿថានេះអាចជាជំរើសការកាត់ជំនួយថវិកាជំនួយជួយដល់រដ្ឋាភិបាលឬក៏អីផ្សេងហ្នឹងគឺក៏ពិចារណាការវិនិយោគហ្នឹងក៏អាចប៉ះពាល់ដែរបើសិនជាយើងអត់កែព្រោះរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺគេនឹងពិនិត្យស្ដាប់សម្លេងប្រជាពលរដ្ឋបងប្អូនគិតថាបងប្អូនប្រជាពលរដ្ឋដែលខំប្រឹងដាក់សំណើឲ្យមកជួបមន្ត្រីការបរទេសហ្នឹងនឹងឲ្យមន្ត្រីការបរទេសទាំងអស់ហ្នឹងរួចខ្លួនមែនបើសិនជារដ្ឋាភិបាលកម្ពុជាអត់កែណាហើយខ្ញុំឲ្យគូសថ្មចំណាំបើសិនជារដ្ឋាភិបាលកម្ពុជាអត់កែទៅតាមចំណុចដែលពួកគាត់លើកឡើងអត់មានឲ្យស្ថានភាពល្អប្រសើរខ្ញុំជឿថាពួកគាត់នឹងកាន់តែមានទឹកមាត់ប្រៃកាន់តែថែមនឹងដើម្បីធ្វើយ៉ាងណាឲ្យមន្ត្រីក្រសួងការបរទេសទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងឲ្យមកស្ដាប់មិនមែនស្ដាប់លេងមកយកទៅសងទេមន្ត្រីទទួលខុសត្រូវបែបនេះមិនអាចថាស្ដាប់ហើយស្រាប់តែស្ងាត់ឈឹងខ្ញុំមិនជឿថាបងប្អូនសហគមន៍ខ្មែរនឹងអនុគ្រោះឲ្យពួកគាត់រួចខ្លួនទេពាក្យថារួចខ្លួននេះក្នុងន័យថាយើងទៅគោះទ្វារគាត់តទៅទៀតសួរថាអ្នកខ្ញុំជួបថ្ងៃ26ខែមីនាខ្ញុំនិយាយ5ចំណុចនេះហើយអ្នកលើកឡើងអំពីបញ្ហារឿងទណ្ឌកម្ម GSP រឿងសម្ពាធសេដ្ឋកិច្ចរឿងការគម្រាមកំហែងឆ្លងដែនហ្នឹងតើ3ខែក្រោយហ្នឹងចេញទៅជាស្អី
6 ខែក្រោយនឹងចេញទៅជាស្អី1ឆ្នាំក្រោយនឹងចេញទៅជាស្អីដូច្នេះបងប្អូនកត់ទុកនៅក្នុងក្រាំងមាសនឹងទៅហើយតាមដានរហូតទៅថាតើពួកគាត់ធ្វើអីហើយតស៊ូមតិដើម្បីឲ្យពួកគាត់ស្ដាប់ហើយនឹងបកស្រាយមកយើងវិញថាតើគាត់បានធ្វើអីហើយតាំងពីជួបយើងលើកមុនជួបយើងលើកក្រោយហើយចំណាត់ការបន្តទៀតរបស់គាត់ប៉ុន្តែខ្ញុំគិតថាមិនយូរមិនឆាប់ទេរដ្ឋាភិបាលអាមេរិកនឹងមានសេចក្តីថ្លែងការណ៍អីមួយអំពីគោលនយោបាយរបស់ខ្លួនតាក់ទងនឹងប្រទេសកម្ពុជាហើយអ្វីដែលជាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជារដ្ឋាភិបាលលោកត្រាំនេះណាបងប្អូនស្អប់គាត់ឬក៏មិនពេញចិត្តគាត់អ្នកស្រឡាញ់អ្នកស្អប់អីលោកត្រាំជាប្រធានាធិបតីយ៉ាងម៉េចក៏ប៉ុន្តែក្នុងរចនារដ្ឋបាលគាត់នេះគឺមានក្រសួងការបរទេសដែលមានមន្ត្រីគេបំពេញការងារសម្រាប់ដោះស្រាយបញ្ហាប្រទេសនិងប្រទេសដែលក្នុងជឿថារឿងនេះគឺតាក់ទងនឹងរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលគេនឹងយកចិត្តទុកដាក់ដូច្នេះសេចក្តីថ្លែងការណ៍របស់គេនឹងចំគឺវាច្បាស់ណាស់នឹងស្ដាប់សម្លេងប្រជាពលរដ្ឋដែលផ្ដល់ឲ្យគេនៅថ្ងៃនេះថ្ងៃ26ខែមីនានេះហើយសេចក្តីថ្លែងការណ៍នឹងសម្រងឯកសារប្រមាណអង្គការសេកម្ពុជាបានចងក្រងបញ្ជូនទៅក្រសួងការបរទេសរួចទៅហើយដូច្នេះបើសិនជាគេសម្រេចយ៉ាងណាគឺវាត្រូវតែស្របទៅតាមមតិប្រជាពលរដ្ឋព្រោះគេចង់ស្ដាប់ដើម្បីឮប្រជាពលរដ្ឋចង់បានអីគេអត់ស្ដាប់រដ្ឋាភិបាលកម្ពុជាចង់បានអីទេជាការពិតរដ្ឋាភិបាលកម្ពុជាច្បាស់ជាបន្តបិទវិទ្យុអាស៊ីសេរីនិងសម្លេងសហរដ្ឋអាមេរិកទៀតទៅណាបន្តធ្វើទុកបុកម្នេញអ្នកនៅក្រៅនឹងទៀតទៅណានេះត្រូវចាប់បញ្ជូនមកខ្មែរចាប់មកអីចឹងទៅឧទាហរណ៍ព្រោះដើម្បីអីជាការបំភ័យជាការបំបាក់ស្មារតីប៉ុន្តែក្រសួងការបរទេសខ្ញុំជឿ 100% ថាគេនឹងមិនធ្វើតាមរដ្ឋាភិបាលកម្ពុជាទេគេនឹងធ្វើតាមសម្លេងប្រជាពលរដ្ឋដែលផ្ដល់ដំណឹងឲ្យគេហើយគេក៏មិនមែនតែស្ដាប់ប្រជាពលរដ្ឋខ្មែរតែទេអញ្ចឹងដែរបងប្អូនមន្ត្រីក្រសួងការបរទេសនេះឆ្លាតវៃណាស់កុំស្មានតែគេមិនដឹងរឿងយើងគេដឹងរឿងយើងគ្រប់តែយ៉ាងទេព្រោះនៅពេលដែលរបាយការណ៍អង្គការសហជីវជាតិអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិរាយការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិប្រចាំឆ្នាំមន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិយកទៅរាយការណ៍នឹងប្រចាំឆ្នាំពីរឿងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាមិនមែនអាមេរិកមិនដឹងទេមិនមែនត្រឹមមិនដឹងមិនមែនត្រឹមតែដឹងទេគឺចូលរួមនៅក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជានៅក្នុងក្របខ័ណ្ឌអង្គការសហជីវជាតិរាល់តែលើកទៅទៀតដូច្នេះគេមិនមែនមិនដឹងទេបងប្អូនគេដឹងក៏ប៉ុន្តែអ្វីដែលគេចង់បានជាទម្ងន់ទីគេចង់ស្ដាប់ជនរងគ្រោះឥឡូវនេះជនរងគ្រោះបានសារស័ព្ទប្រាប់គេអំពីកង្វល់នឹងហើយអញ្ចឹងវាហាត់រឹតតែបង្ហាញបង្កើនទម្ងន់នៅក្នុងការសម្រេចរបស់គេហើយបើសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកក្រសួងការបរទេសចេញនៅពេលណាមួយនៅខាងមុខនេះណាខ្ញុំជឿថា 100% នឹងពាក់ព័ន្ធនឹងការដែលស្របនឹងមតិរបស់ប្រជាពលរដ្ឋនេះពួកអីមតិទាំងអស់នេះណាមិនមែនជាការប្រឌិតទេមតិទាំងអស់នេះគឺជាអង្គហេតុពិតដែលមិនមែនអ្នកណាប្រឌិតអីទាំងអស់តើអ្នកណាទៅប្រឌិតរឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបងប្អូនបើរំលាយគណៈបកសង្គ្រោះជាតិចោលទាំងបំពេញរដ្ឋធម្មនុញ្ញឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋ3លានអ្នកលលាយខ្សលហើយអត់ដោះស្រាយរឿងឲ្យគេរំលាយគណៈបកគេមេឃុំចៅសង្កាត់ជាប់ឆ្នោតរបស់គណៈបកប្រឆាំងប្រមាណពាន់អ្នកអត់ឲ្យគេបំពេញការងារបានដើម្បីបម្រើរាជឲ្យចប់អាណត្តិចប់អីស្រួលបួលដោយសារតែការរំលាយគណៈបកសង្គ្រោះជាតិចោលនេះក្រោយមកទៀតមានការរំលាយគណៈពុំមានរំលាយគណៈបកនេះមិនឲ្យគណៈបកប្រឆាំងចូលរួមនយោបាយចាប់មេគណៈបកដាក់ពន្ធនាគារកាត់ទោសឲ្យជាប់គុកពន្ធនៅក្នុងផ្ទះផងអ្នកនៅក្រៅមិនឲ្យចូលស្រុកវិញតែសកម្មជនផ្សេងទៀតនៅជាប់គុកហោហាយមកតើអាហ្នឹងវាជាការនិយាយប្រឌិតរឿងមិនជាការពិតហើយអស់លោកថានៅស្រុកខ្មែរគ្មានទេអ្នកទោសមនសិការមានតែអ្នកមនសិការមានទោសតែប្រព្រឹត្តកំហុសខុសឆ្គងគ្មានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយធ្វើខុសច្បាប់ជាប់គុកអ្នកណាក៏ជាប់គុកតែមិនមែនអញ្ចឹងទេបងប្អូននៅស្រុកខ្មែរអ្នកនយោបាយដែលប្រព្រឹត្តអត់ដែលជាប់គុកទេបើគ្រប់គ្រងគណៈបកកណ្ដាលអំណាចធ្វើអីខុសទៅប៉ុន្តែបើថាគ្រប់គ្រងគណៈបកប្រឆាំងមិនបាច់និយាយអីទេគ្រាន់តែនិយាយត្រឹមពាក្យថាបើអ្នកឯងអត់ព្រមដោះស្រាយអាបញ្ហាចោលប្លន់ឬក៏ចោលឆក់ហ្នឹងទេកុំនិយាយអីពាក្យសន្តិភាពសំបីតែប៉ុណ្ណឹងក៏និយាយអត់បានផងចាប់គ្នាមកកោះហៅគ្នាមកចោតសួរបំភ័យបំផិតគ្នាសិទ្ធិសេរីភាពនិយាយសំបីតែអញ្ចឹងនិយាយមិនបានផងហ្នឹងហើយអាហ្នឹងវាជាអង្គហេតុពិតតាវាមិនមែនជារឿងមនុស្សឡើងមកនិយាយបោះអស់លោកនិយាយខ្លួនឯងទៅថ្ងៃណាមួយខ្ញុំនឹងធ្វើការស្ទង់មតិមួយសួរប្រជាពលរដ្ឋថារដ្ឋសប្ងៃមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាមូលដ្ឋានកម្រិតណាបងប្អូនច្បាស់ជានិយាយថាគេដើរហើមកសេរីអត់តាពួកនឹងងំគ្នាកោកស្អីតាមប្រព័ន្ធផ្សព្វផ្សាយស្អីចោតរដ្ឋាភិបាលហ្នឹងតាមពិតគេសប្បាយសឹងអីហ្នឹងនៅស្រុកខ្មែរមានអ្នកណាទៅខាត់ខាំងអីណាដើរទៅភ្លឺក៏បានដែរផ្លូវលហិលគ្រប់កន្លែងហ្នឹងប៉ុន្តែវាមិនមែនទេសិទ្ធិសេរីភាពសំបីតែ like and share នឹងមតិអីហ្នឹងសួរគ្នាងាកមើលចោះឡើងចេះ10ផ្សាយណោះប្រទេសបែបហ្នឹងវាមិនមែនមានសេរីភាពអីទេយើងសេរីភាពបានន័យថាតើតែយើងនិយាយទៅយើងជ្រះថ្លានៅក្នុងចិត្តថា
ខ្ញុំអាចនិយាយបានណាប៉ុន្តែយើងនឹងនិយាយជួនកាលនឹងមាត់ទៅប្រាប់គេអូណាកុំធ្វើអញ្ចឹងអីណែប្រយ័ត្នគេរករឿងណាប្រយ័ត្នគេតាមធ្វើបាបក្រុមគ្រួសារប្រយ័ត្នគេធ្វើនេះប្រយ័ត្នគេធ្វើនោះប្រយ័ត្នគេអូយបែបហ្នឹងគឺបានន័យថាយើងដូចសម័យខ្មែរក្រហមហើយគឺខ្សឹបខ្សៀវខ្លាចនិយាយអីសូម្បីតែការពិតក៏តែនិយាយមិនបានណាគេថាវាពិតពេកហើយតែយើងទៅដោះស្រាយដឹកនាំប្រទេសយ៉ាងម៉េចដើម្បីដែលយើងខ្លាចការពិតហ្នឹងយើងទៅដោះស្រាយអីចេញយើងចង់ស្ដាប់មនុស្សកុហកដើម្បីយកមកអនុវត្តគោលនយោបាយដឹកនាំប្រទេសឬយ៉ាងម៉េចណាអត់យល់ដូច្នេះឥឡូវនេះការពិតទាំងអស់នេះបានបង្ហាញជូនទៅមន្ត្រីក្រសួងការបរទេសហើយដូចខ្ញុំជម្រាបអញ្ចឹងថានេះគឺជាចំណុចចាប់ផ្ដើមមិនមែនជាទីបញ្ចប់ទេនៅមានរឿងច្រើនទៀតណាស់ដែលសហគមន៍ខ្មែរនឹងជួបមន្ត្រីការបរទេសមួយលើកជាពីរលើកទៀតហើយខ្ញុំជឿថានេះជាការចាប់ផ្ដើមនៃទំនាក់ទំនងរវាងសហគមន៍ខ្មែរនិងមន្ត្រីបរទេសក្រសួងការបរទេសយ៉ាងហោចណាស់ក្រសួងបរទេសការបរទេសបានដឹងថាគេមានច្រកជួបផ្ទាល់ស្ដាប់សម្លេងប្រជាពលរដ្ឋខ្មែរបានហើយគឺតាមអង្គការ Save Cambodia នេះឯងអញ្ចឹងហើយបានបងប្អូនទាំងអស់គ្នាគួរតែកោតសរសើរដឹងគុណអ្នកស្ម័គ្រចិត្តនៅក្នុងអង្គការ Save Cambodia ដូចគ្មានលុយគ្មានកាក់អីទេគ្នាពិបាកណាស់លោកហើយឃើញថាខំប្រឹងតស៊ូមកនឹងបេះពីមាត់ពីករបស់ខ្លួននឹងយកមកដើម្បីប្រមូលជួយបងប្អូនសហគមន៍ដូច្នេះយើងនាំគ្នាជួយពួកគាត់វិញទៅដើម្បីជួយលើកទឹកចិត្តក៏បានដែរកុំអ្នកខ្លះហ្នឹងគឺថាលឺនឹងនិយាយអាក្រក់ពីគេអញ្ចឹងទៅអត់បានជួយអីគាត់ផងហ្នឹងគឺថាទៅទប់រាថយទៅសួរសំណួរចោតអីប្រទេសផ្ដាស់អីអញ្ចឹងទៅតាមពិតគាត់ខំប្រឹងបែបហ្នឹងយើងជួយយត្តយោងគ្នាសំខាន់គឺបានច្រកចូលទៅក្នុងក្រសួងការបរទេសយើងចូលទៅតាមគាត់ដើម្បីយកសំណើរបស់យើងឲ្យបងប្អូនមន្ត្រីរាជការនៅក្រសួងការបរទេសហ្នឹងយកទៅអនុវត្តឲ្យចាំណាបន្តិចទៀតនៅពេលដែលរដ្ឋបាលលោកត្រាំចាប់ផ្ដើមរឹងដៃរឹងជើងគឺមានជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរហើយក្នុងនាមរដ្ឋនឹងរដ្ឋហើយបងប្អូនអាចទាយស្មានទៅមើលថាតើគាត់នឹងជួបគ្នានិយាយរឿងអីក្រសួងការបរទេសអត់ដែលទៅជួបរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរហើយនិយាយថាយ៉ាងម៉េចដែរស្រុកខ្មែរអាចសួរគាត់អាចសួរមិនដែរស្រុកខ្មែរស្ថានភាពទូទៅសុំជម្រាបមកវិញអញ្ចឹងខ្មែរគាត់ចាប់ផ្ដើមអួតពីនេះពីនោះអញ្ចឹងណាហើយអញ្ចឹងទៅក្រសួងការបរទេសច្បាស់ជាហុចកដាស់ដែលជាសេចក្តីរាយការណ៍របស់សហគមន៍យើងដែលមានប្រមាណ 5-6 ចំណុចនេះទៅឲ្យពួកគាត់ហ្នឹងមិនអញ្ចឹងនៅពេលនោះហើយដែលពួកគាត់គិតថានឹងទាល់នឹងមិនអាចដោះស្រាយបានគឺក្រៅតែពីបន្តដោះសារទៀតហើយនៅពេលដែលពួកគាត់ដោះសារកាន់តែខ្លាំងសម្ពាធក៏កាន់តែរឹតរួតកាន់តែខ្លាំងវាអត់ខាតប្រយោជន៍អីដល់អ្នកធំនៅស្រុកខ្មែរតែវាខាតប្រយោជន៍ស្រុកប្រជាពលរដ្ឋយើងតែហើយខ្ញុំជឿថាកម្រិតណាមួយនោះគឺសហរដ្ឋអាមេរិកនឹងបង្កើនការដាក់ទណ្ឌកម្មបុគ្គលដែរបុគ្គលនឹងគឺការបិទទេតការមិនអោយក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនឹងគឺឬក៏មន្ត្រីជួររដ្ឋាភិបាលនឹងមកជាន់ដីសហរដ្ឋអាមេរិកកំពុងតែបណ្ដេញជនអន្តោប្រវេសន៍ទៅផងអញ្ចឹងក្នុងពេលហ្នឹងក៏ជាលេសល្អដែរមិនបាច់មកអាមេរិកអីច្រើនទេហើយបងប្អូននៅខាងស្រុកខ្មែរនឹងមន្ត្រីរាជការអីហ្នឹងមួយចំនួនច្បាស់ជាឌឺមកទៀតងាប់ហើយនៅស្រុកខ្មែរសប្បាយសឹងងាប់នោះមកស្រុកអាមេរិកស្អីពងទាថ្លៃសឹងអីណានៅនេះរហូតត្រីញៀតប្រហុកអីគេញ៉ាំឆ្ងាញ់សឹងងាប់មួយលក់មួយស្អីត្រួយកផ្លោកត្រួយអីផ្កាកផ្លោកហ្នឹងគេសប្បាយសឹងអីទៅសប្បាយអីស្រុកអាមេរិកញ៉ាំតែ hamburger ទៅចាក់ចង់រឹងពោះនឹងគេច្បាស់ជានិយាយអញ្ចឹងណាបងប្អូនប៉ុន្តែគុំទៅយករឿងថ្លៃពងទាថ្លៃអីនោះធ្វើដូចជារឿងប៉ាន់ភ្នំបងប្អូនពងទាថ្លៃមែនតែបងប្អូនគិតមើលថា$10ទិញបានពងទាប្រហែលប្រហែលជាមួយឡូដែរហ្នឹងបាន12ដែរហ្នឹងអញ្ចឹង$10បាន12បងប្អូនគេថាអូយ$10 12ពងទាថ្លៃណាគឺនៅស្រុកខ្មែរគេថោកជាងយ៉ាងម៉េចបងប្អូន$10បើយើងគិតទៅទិញបានពងទា12ហើយយើងគិតពីប្រាក់ចំណូលក្នុងការធ្វើការ1ម៉ោងបាន$20វិញណាអញ្ចឹងពងទាហ្នឹងគឺទិញនៃប្រាក់ធ្វើការតែកន្លះម៉ោងឯងបានពងទា12ហ្នឹងអញ្ចឹងធ្វើការតែកន្លះម៉ោងចុះបើនៅស្រុកខ្មែរយើងធ្វើការ1ម៉ោងអត់បាន$1ប៉ុណ្ណឹងយើងមើលកម្មកររោងចក្រកាត់ដេរឬក៏កន្លែងណាផ្សេងហ្នឹងតើគេគិតម៉ោងឲ្យគាត់បានទេបើ1ម៉ោង$1មែនងាប់ហើយមួយថ្ងៃ8ម៉ោង$8គុណនឹងមួយអាទិត្យ40ម៉ោង$40អញ្ចឹងមួយខែវាប្រហែល3និយាយទៅយើងថាប្រហែល$200មួយម៉ោង$1ប្រហែល$200ប្រហែលប៉ុណ្្នឹងឯង1ម៉ោង$1តិចតួចចឹងបានន័យថាបើយើងធ្វើការ1ម៉ោង$1ហើយយើងយកទៅទិញពងទាតើ$1អាចទិញពងទាបាន12នៅស្រុកខ្មែរហ៎បើនៅអាមេរិក$10អាចទិញពងទាបាន12បានន័យថាលុយពាក់កណ្ដាលម៉ោងឯងបានធ្វើការ30នាទីទិញពងទាបាន12ឯងបើនៅស្រុកខ្មែរ1ម៉ោង$1យើងចែកជា2ទៀត$2000រៀលតើយើងយក$2000រៀលនេះយកទៅទិញពងទា12បានទេបងប្អូនបើបងប្អូនទិញបានអានឹងចាំបានជជែកថាវាអាមេរិកពងទាថ្លៃនៅមិនបានអីឬក៏រិះគន់ប៉ុន្តែពេលខ្លះដូចថា
dương mưa đam chơi bị đam tôi chỉ prey chẳng dương mình mưa cạp bật chẹt đai này chỉ một việc rồi này chẳng á tạiอย่างนั้นบางคนอันนี้วิเคราะห์chia ក្រុមโฆษณาរបស់គេនឹងគេចេះតែឆ្នៃយកមកបង្កើតឲ្យវាមានគេហៅព័ត៌មានបន្សាបនឹងទៅធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ជាមួយនឹងសហរដ្ឋអាមេរិកចឹងទៅដើម្បីឲ្យគិតថាខ្លួនខាញ់រ៉ៃវាជាការល្អឲ្យលើកស្ទួយជាតិសាសន៍យើងកិត្តិយសណាមិនចង់លើកយើងជាខ្មែរណាមិនចង់គេថាខ្មែរយើងល្អខាញ់រ៉ៃថ្លៃថ្នូរអស្ចារ្យខ្ញុំជាខ្មែរសប្បាយចិត្តណាស់ឲ្យតែគេសរសើរខ្មែរប៉ុន្តែទៅសើមិនឥឡូវបើប្រទេសណានៅលើពិភពលោកក៏គេនិយាយរឿងអាស្រូវពីការដឹកនាំយើងក៏និយាយពីវប្បធម៌ប្រពៃណីគេដូនតារបស់ខ្មែរគឺវាល្អផូរផង់ឥតខ្ចោះហើយយើងទៅបង្ហាញឡើយណាគេទះដៃពេញរួងដែរប៉ុន្តែអាប្រពៃណីវប្បធម៌ហ្នឹងវាគាត់ជាផ្នែកមួយប៉ុន្តែយើងធ្វើឲ្យអាកិត្តិយសគេឈ្មោះយើងលើឆាកអន្តរជាតិផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរឿងរំលោភសិទ្ធិមនុស្សរឿងស្អីបោះឆ្នោតគ្មានភាពសេរីត្រឹមត្រូវហ្នឹងគឺថាយើងនឹងវាអាប់មុខដោយសារមេដឹកនាំយើងហ្នឹងចឹងយើងទៅលើកតាវប្បធម៌សិលធម៌វាបានហើយប៉ុន្តែដល់ពេលយើងមើលពីរឿងសិលធម៌នៃការដឹកនាំយើងសរោវិញដដែលអញ្ចឹងយើងដូចថាឡើងមកធ្លាក់ដូចថាយើងខំប្រឹងខ្មែរយើងនៅក្រៅប្រទេសប្រឹងដាច់ខ្យល់ងាប់ទៀតក៏មិនអាចលើកជាតិយើងឲ្យល្អដែរដោយសារអីយើងអត់ត្រូវគ្នាយើងឆ្លោះគ្នាសូម្បីតែខ្មែរគ្នាឯងយើងឆ្លោះគ្នាដែរហ្នឹងគំនិតយើងអត់ត្រូវគ្នាយើងឆ្លោះគ្នាត្រង់អីនៅស្រុកអាមេរិកនេះឆ្លោះគ្នាយ៉ាងដែរហ្នឹងយើងអត់ត្រូវគ្នាទេក្រុមគ្រប់គ្រងគណៈបកការអំណាចទៅណាទៅតែក្រុមគាត់ទៅក្រុមខាងប្រឆាំងគឺឃើញចង់ដើរវាជិះឆ្ងាយដូចថាមិនចង់ជួបគ្នាដោយសារអីពួកគាត់គិតថាក្រុមអ្នកកាន់បកកាន់អំណាចដែលមករស់នៅស្រុកសេរីស្រុកអីហេតុអីបានទៅជឿលើការគ្រប់គ្រងបែបផ្ដាច់ការកុម្មុយនីសពួកគេអត់សប្បាយចិត្តតែម្ដងចង់ជួយគ្រប់គ្រងជួយអីទេរកស៊ីអីក៏ចង់គ្រប់គ្រងតែចង់ឲ្យតែលលាយដោយសារគេស្អប់នៅក្នុងការដែលយើងយកអាគំនិតរបស់យើងនៅប្រទេសសេរីទៅជឿតាមការដឹកនាំបែបផ្ដាច់ការហើយយើងមកធ្វើបាបហើយយើងមកឌឺប្រាប់អ្នកនៅអាមេរិកវិញថាគេធ្វើត្រូវអីអញ្ចឹងទៅអានេះគឺស្អប់គ្នាអញ្ចឹងបងប្អូនបើយើងកុំអញ្ចឹងមនុស្សស្រឡាញ់គ្នាងាប់ហើយអញ្ចឹងអាទាំងអស់ហ្នឹងមកពីប្រព័ន្ធដឹកនាំរដ្ឋដែរបើយើងដឹកនាំឲ្យមានការត្រូវរូវជាគ្នាគ្នាអូយខ្មែរយើងមិនដឹងសម្បូរសបាយប៉ុណ្ណាទេឥឡូវហ្នឹងគឺរូបនាំគ្នាវាស់ដីដើរបាទអ្នកវាស់ដីដើរហ្នឹងគឺគណៈបកប្រជាជនកម្ពុជាគឺមានដីរបស់គាត់ដើរគណៈបកប្រឆាំងមានដីដើរដោយសារអីដោយសារតែយើងអត់ត្រូវគ្នាត្រង់ថាខាងគណៈបកឬក៏រដ្ឋាភិបាលកម្ពុជាសប្តាហ៍ហ្នឹងគឺប្រើអាគោលនយោបាយដូចជារៀងកក្រិចពេកដែលធ្វើឲ្យនិយាយថាដូចទាត់បាល់អញ្ចឹងយើងទាញខោហងយើងបោចសក់ផងយើងខ្វាចផងយើងតែងជើងផងដូចថារក fair play អត់លេងកើតហ្មងទាត់មិនបានដល់អញ្ចឹងទៅយើងអត់ចង់ទៅចូលលេងអ្នកដែលកីឡាករទៅលេងគឺឈ្នះក៏មិនដឹងបានប្រយោជន៍អីបើខាងនោះទៅធាក់ផងមិនទាន់ប៉ះអីផងប្រកាច់ធ្វើដូចត្រូវ4 10ដបងអញ្ចឹងដើម្បីឲ្យអាញាកដាលពីនៃអីអញ្ចឹងដូចថាដេកផ្សំដួលលមួលផ្សំក្រិចទៅវាខូចពេកដល់អញ្ចឹងអ្នកផ្សេងគេលេងវាមិនកើតអញ្ចឹងយើងកែអាហ្នឹងទៅដើម្បីឲ្យវាមានសារភាពល្អគ្រប់គ្នាបងប្អូនខ្ញុំនឹងសង្ខេបប៉ុណ្ណឹងចុះហើយយប់ជ្រៅណាស់ហើយនៅប្រទេសកម្ពុជាសូមបងប្អូនទទួលទានដំណេកឲ្យលងលោកស្កប់ស្កល់ស្អែកទៅទទួលទានទទួលទានតាមសមាជីវោបន្តទៀតបងប្អូនប្រឹងតាមលទ្ធភាពដែលអាចធ្វើបានធ្វើមិនយើងមិនអាចទៅបានប្រាក់ខែប្រាក់បៀវត្តអីណាប្រាក់ម៉ោងអីច្រើនដូចគេប៉ុន្តែខំប្រឹងទៀតហើយខំប្រឹងហ្នឹងគឺបំពេញកាតព្វកិច្ចខ្លួនឯងផងបងប្អូនកុំសួរថាតើជាតិជួយអីដល់បងប្អូនត្រូវសួរខ្លួនឯងវិញថាបងប្អូនជួយជាតិបានអីគេខ្លះហើយក្នុងន័យនេះខ្ញុំនិយាយពីសាររបស់មេដឹកនាំសហរដ្ឋអាមេរិកដែលគេធ្លាប់និយាយពាក្យហ្នឹងទេខ្ញុំនិយាយនេះគឺមានន័យថាអញ្ចេះបងប្អូនកុំពឹងទៅលើតែជាតិចាំតែឲ្យជាតិជួយតើតែយើងជួយជាតិក្នុងន័យថាជួយជាតិហ្នឹងគឺយ៉ាងហោចណាស់ក៏ជួយឈឺឆ្អាលរឿងជាតិយើងផងកុំស្ងាត់ស្ងៀមពេកអញ្ចឹងកុំដូចថាវាបាក់ស្បាតជុលពេកហ្នឹងគឺគេជន់ដោយអាសម័យខ្មែរក្រហមហ្នឹងបងប្អូនគ្មានទិសតំបន់អីទេឲ្យវាមានភាពក្លាហានបន្តិចមើលការពិតមួយចំនួនកុំប្រឡាចគ្នាហើយហ៊ាននិយាយខ្លះផងមើលកុំមកថាគាត់ឲ្យលឺគ្នានិយាយបានល្អទៅខ្សឹបប្រាប់តិចគ្នាភ្លាមនិយាយហ្នឹងអត់ខ្លាចគេទេអីខ្លាចគេធ្វើបាបកុំនិយាយអញ្ចឹងបើគេនិយាយល្អគេនិយាយត្រូវលើកទឹកចិត្តបកាយមែនខ្ញុំសុំសរសើរហើយជួយលើកទឹកចិត្តជួយនិយាយគេឲ្យបានអាចំណុចត្រូវអញ្ចឹងទៅឲ្យវាច្រើនទៅបានវាឈ្នះអាការគម្រាមកំហែងបើយើងនាំគ្នាតែខ្សឹបខ្សៀវដើម្បីបំផ្លាញបំបាក់ស្មារតីគ្នាហ្នឹងងាប់ហើយបាទផ្លាស់ប្ដូរផ្នែកគំនិតនេះចាញ់បងប្អូនគឺយើងទាំងអស់គ្នាមានភារកិច្ចនៅក្នុងការជួយជាតិគ្រប់គ្នាអរគុណច្រើនបងប្អូនជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះសូមឲ្យបងប្អូនមានសេចក្តីសុខគ្រប់ប្រការគ្រប់ក្រុមគ្រួសារបាទសូមជម្រាបលា